ចាសូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់ Channel ចំណេះដឹងសម្រាប់សុខភាពនៅថ្ងៃនេះ Channel យើងខ្ញុំនឹងធ្វើការណែនាំជូនអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងគុណសម្បត្តិរបស់គ្រាប់ជីដែលល្អចំពោះសុខភាពរបស់យើងយ៉ាងវិសេសវិសាលគ្រាប់ជីស្ថិតនៅក្នុងចំណោមអាហារដែលមានសុខភាពល្អព្រោះគ្រាប់ជីផ្ទុកទៅដោយសារធាតុចិញ្ចឹមដែលល្អសម្រាប់សុខភាពរាងកាយនិងខួរក្បាលតើដូច្នេះអ្នកទាំងអស់គ្នាអាចចូលរួមតាមដានស្ដាប់ជាមួយនឹងខ្ញុំតាក់ទងជាមួយនឹងគុណសម្បត្តិយ៉ាងវិសេសវិសាលរបស់គ្រាប់ជីចំពោះសុខភាពគ្រាប់ជីមានផ្ទុកនូវប្រូតេអ៊ីននិងជាតិសរសៃខ្ពស់ដែលជួយទៅដល់ការសម្រកទម្ងន់សម្រាប់អ្នកដែលមានបំណងចង់សម្រកទម្ងន់គ្រាប់ជីមានប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ជាងអាហាររុក្ខជាតិភាគច្រើនប្រូតេអ៊ីនគឺជាការសម្រកទម្ងន់ដ៏ប្រសើរបំផុតដោយការជួយកាត់បន្ថយចំណង់អាហារនិងការឃ្លានអាហារខ្លាំងគ្រាប់ជីផ្ដល់នូវបរិមាណដ៏ច្រើននៃសារធាតុចិញ្ចឹមដែលមានកាឡូរីតិចបំផុតទោះបីជាវាមានទំហំតូចក៏ដោយក៏គ្រាប់ជីគឺជាអាហារមួយដែលមានជីវជាតិច្រើនព្រោះគ្រាប់ជីផ្ទុកទៅដោយជាតិសរសៃប្រូតេអ៊ីនអាស៊ីដខ្លាញ់អូមេហ្គា3និងមីក្រូសារធាតុផ្សេងៗគ្រាប់ជីមានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលអាចជួយកម្ចាត់នូវខ្លាញ់អាក្រក់ថែមទាំងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនទៀតចំពោះសុខភាពរបស់យើងស្ទើរតែទាំងអស់នៃកាបូនអ៊ីដ្រាដែលមាននៅក្នុងគ្រាប់ជីគឺជាជាតិសរសៃតែជាតិសរសៃគឺមានឥទ្ធិពលទៅដល់សុខភាពរបស់យើងផងដែរជាពិសេសគឺជួយទៅដល់ប្រព័ន្ធរំលាយអាហារគ្រាប់ជីមានផ្ទុកនូវកាល់ស្យូម ម៉ាញ៉េស្យូម ផូស្វ័រនិងប្រូតេអ៊ីនខ្ពស់ដែលល្អសម្រាប់សុខភាពឆ្អឹងគ្រាប់ជីក៏អាចជួយកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាមនិងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនជាពិសេសចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី2ក្រៅពីនេះគ្រាប់ជីក៏មានផ្ទុកនូវអាស៊ីដខ្លាញ់អូមេហ្គា3ដែលល្អសម្រាប់សុខភាពរបស់យើងហើយនឹងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងហើយការទទួលទានគ្រាប់ជីនឹងក៏អាចជួយកាត់បន្ថយការរលាកទៀតផងលើពីនេះទៅទៀតគ្រាប់ជីគឺងាយបញ្ចូលបំផុតទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើងទាំងអស់គ្នាចាហើយសម្រាប់អត្ថបទនេះផងដែរ Channel យើងខ្ញុំដកស្រង់ចេញពីគេហទំព័រក្នុងស្រុកថ្មីចាសូមអរគុណអ្នកទាំងអស់គ្នាដែលតែងតែតាមដានក៏ដូចជាគាំទ្រនៅ Channel ចំណេះដឹងសម្រាប់សុខភាពជាថ្មីម្ដងទៀតនាងខ្ញុំសូមអភ័យទោសផងដែររាល់ពាក្យពេចន៍មិនច្បាស់ក៏ដូចជាកំហុសនៃឯកាឡានដែលអចេតនានៅត្រង់ចំណុចណាមួយចាសូមអរគុណ